ta ở trên này cái lại này trong bên này là đây sẽ lập dương mình nè đây dương luôn nợ dương các nhóm đồng an chui nó không copy Yuhan đây chụp phục mùi kho sang tập làm đò xài sập pi đại dương đang riêng cho mỗi kia từ sự đây một riêng được ngày này lúc ấy làm tiền Yuhan cho nơi chiều mùi nâng sợ quạt pi nè quạt mơ tơ presu đại trong cầm pông tại dương một lúc có bồn thả lúc nó côn chim này pre sợ quạt chẳng pi nè lúc còn lư đài rút kê đài tam presu tử ai presu trong nghĩa bài một khơi nẹ chẳng pi cầm pông tại đài tam còn biết bằng tu tới kỳ thả nẹ bộ rộng ấy cái tu cho thả ra đi cứ phải thả lục rù ta lúc tới ấy nào trong biết bằng tu thả cho tam trong mơ kê có từ khơi còn lại để trùng cùng nợ rút từ chiều mùi nông trùng lòng ngày lúc bên lúc là hai chiều mong buồn là nghịch hỏi không nè vì nè đại lư Yuhan Pô Nung hỏi có tạm trùng từ nông viên mà nè mua Andre chiếc ôn Simon Petro một đồng bông quạt rốt Simon chiếc bông bằng cát có prap tha dương bản khơiព្រះមេស៊ីហើយគឺប្រែថាព្រះគ្រីស្ទរួចគាត់នាំមករត់រួចគាត់នាំបងទៅឯព្រះយេស៊ូវឯទ្រង់ក៏ទតឃើញគាត់ហើយមានបន្ទូលថាអ្នកឈ្មោះស៊ីម៉ូនជាកូនយូហានតែត្រូវហៅថាគេផាសវិញគឺប្រែថាថ្មសូមឲ្យយល់នឹងឋានជាមួយគ្នាអបប្រវេដាព្រះបត្រានិងព្រះមានបរិសុទ្ធដែលគង់ឋានសួគ៌ពុំពាត់បងហើយទូគុំសូមអរគុណព្រះអង្គនៅពេលព្រឹកនេះដែលទូគុំនឹងរៀនជាមួយគ្នានៅក្នុងបទគម្ពីរយូហានជំពូក1ខ35ដល់42នេះបងហើយសូមអរបង្រៀនយើងខ្ញុំឲ្យយើងខ្ញុំបានយល់បានស្គាល់ពីព្រះハរទេព្រះអង្គដែលអង្គចង់បង្រៀនយើងខ្ញុំនៅថ្ងៃនេះឲ្យយើងខ្ញុំបានយល់ពីព្រះទូលព្រះអង្គសូមព្រះមានព្រះអង្គបានគូនៅកណ្ដាលយើងខ្ញុំសូមព្រះមានព្រះអង្គបានបង្រៀនដល់យើងខ្ញុំចាំពាក្យសម្ដីអ្វីដែលយើងខ្ញុំបានចែកចាយជាមួយគ្នាគឺមកពីព្រះអង្គមិនមែនដោយចិត្តនិងគំនិតទូលគុំឡើយព្រះអង្គហើយទូលគុំសូមអរគុណព្រះអង្គព្រះនាមអង្គចាស់គ្រីស្ទអាមែនអរគុណព្រះអង្គនៅកន្លែងនេះយើងបានឃើញជាមួយគ្នានៅក្នុងខ35និង36លុះស្អែកឡើងទៀតយូហានឈរជាមួយនឹងសិស្ស2នាក់គាត់មើលទៅព្រះយេស៊ូវដែលកំពុងតែយាងទៅក៏ពោលថានោះណូកូនជាមនៃព្រះយើងបានឃើញនៅកន្លែងនេះនៅក្នុងខ37ទៀតសិស្សគាត់2នាក់នោះក៏ឮដែររួចគេដើរតាមព្រះយេស៊ូវទៅយើងមើលនៅលក្ខណៈអំពីការដែលអ្នកណាម្នាក់ប្រាប់យើងអំពីអ្វីមួយនៅឬក៏បញ្យល់ប្រាប់យើងអំពីរបស់ណាមួយឬក៏ពីការអ្វីមួយណាយើងតែងតែពិចារណាយើងតែនឹងគិតណាបើសិនជាអ្នកណាប្រាប់យើងថាអូអ្នកប្រើរបស់នេះទៅវាល្អចេះមួយនៅក្នុងសម័យនេះពីដើមមកយើងអត់ដឹងទេយើងអត់ស្គាល់មាន technology ដែលបង្ហាញប្រាប់យើងថាតើអ្នកដែលគេប្រាប់នោះពិតប្រាកដឬមិនពិតប្រាកដទេណាហើយនៅក្នុងចំណន់ដើមគឺយើងជឿភ្លាមឬដល់តែអ្នកខ្លះអត់ជឿទេគាត់ស្វែងរកសិនគាត់ចង់ដឹងសិនជីកគោលសិនណាដើម្បីចង់ដឹងថាតើរបស់ដែលគាត់អ្នកនោះប្រាប់នោះវាល្អត្រឹមត្រូវទេសុំទោសហើយអ្នកដែលប្រាប់នោះគឺគាត់ប្រាប់ជាការពិតទេណាដូច្នេះដល់មកចំសម័យនេះលេងសម័យនេះគឺសម័យ technology ណាបើសិនជាអ្នកណាប្រាប់យើងអ្នកណាម្នាក់ប្រាប់យើងពីអ្វីមួយឧទាហរណ៍ប្រាប់អំពីបិចនេះមួយអូណែតិចបិចនេះទៅម៉ាកនេះសរសេរល្អសរសេរទៅវាអត់ល្អណាវាដានល្អវាអត់ខូចយើងអត់ជឿភ្លើងទេណា you go to the internet searching this brand name. How many people are gonna post it
ណាយើងនឹងស្វែងរកតើបិចនេះវាសរសេរបានល្អដូចជាអ្នកម្នាក់ដែលប្រាប់ខ្ញុំទេណាហើយតើប្រហែលអ្នកដែលគេនិយាយអំពីរបស់ហ្នឹងហើយបើសិនជាមនុស្សច្រើនគេថារបស់ហ្នឹងល្អរបស់ហ្នឹងប្រើទៅវាដូចជាអ្នកម្នាក់ដែលនិយាយនោះមែនគឺយើងនាំគ្នាទិញប្រើការផ្សាយពាណិជ្ជកម្មក៏ដូចគ្នាដែរនៅពេលណាអ្នកណាម្នាក់ផ្សាយពាណិជ្ជកម្មពីអ្វីមួយណាយើងចិត្តយើងចង់បានយើងត្រូវការរបស់នោះឬយើងចង់បានរបស់នោះយើងតែងតែធ្វើការស្រាវជ្រាវប្ររកមើលចង់ដឹងថារបស់នោះពិតប្រាកដមែនឬអត់ណានេះហើយជាសេចក្តីជំនឿដែលមនុស្សយើងចាប់ដើមគឺយើងបានលឺហើយយើងជឿហើយយើងអនុវត្តណានៅក្នុងជីវិតយើងហើយបើអ្នកណាផ្សេងទៀតប្រាប់យើងអំពីអ្នកណាម្នាក់ប្រាប់ថាអូអ្នកនេះជាមនុស្សល្អឬក៏អ្នកនេះជាមនុស្សអាក្រក់ឬក៏ជាមនុស្សបែបយ៉ាងណាយើងខំស្វែងរកយល់ពីទឹកចិត្តរបស់អ្នកនោះហើយយើងមើលតើការអ្នកនោះដែលនិយាយអំពីអ្នកណាម្នាក់នោះតើពិតប្រាកដឬអត់នេះហើយជានិស្ស័យរបស់មនុស្សយើងដែលយើងតែងតែរស់នៅលើផែនដីនេះគឺយើងចង់បាននៅស្វែងនៅឫសគល់នៃរបស់នោះឬក៏មនុស្សណាម្នាក់គឺយើងចង់ដឹងថាតើអ្នកដែលបាននិយាយប្រាប់យើងនោះជាការពិតឬអត់អ្នកខ្លះក៏ជឿភ្លាមទៅពីគូដោយសារចង់បានអ្នកខ្លះក៏ជឿភ្លាមទៅដោយសារឃើញសេចក្តីត្រូវការរបស់គេដូចអ្នកខ្លះបានប្រាប់យើងថាអូអ្នកឯងទៅរកអ្នកនេះទៅអ្នកនេះម្នាក់អាចនឹងជួយយើងណាឲ្យកំសាន្តចិត្តយើងឲ្យយើងបានសេចក្តីកំសាន្តចិត្តឲ្យរកអ្នកនេះទៅដើម្បីនឹងជួយឲ្យយើងបានសេចក្តីអំណរដូចជាមានរឿងមួយដែលគេតែងតែនិយាយជារឿងប្រឌិតដែលបាននិយាយថាមានមនុស្សម្នាក់គាត់ពិបាកចិត្តមែនទែនគឺគាត់ពិបាកចិត្តយ៉ាងខ្លាំងនៅក្នុងជីវិតគាត់ចង់សម្លាប់ខ្លួនតែគាត់ទៅរកអ្នកpsychiatrist ដើម្បីជួយគាត់ដើម្បីធ្វើម៉េចឲ្យគាត់បានសប្បាយចិត្តកុំឲ្យគាត់ដើម្បីកុំឲ្យគាត់ពិបាកចិត្តកុំឲ្យសម្លាប់ខ្លួនពីព្រោះគាត់ពិបាកចិត្តនៅក្នុងជីវិតគាត់មកនៅគឺពិបាកដែលរហូតដល់គាត់ចង់សម្លាប់ខ្លួនគាត់បានទៅរកអ្នកខាងចិត្តសាស្ត្រនោះជួយគាត់និយាយប្រាប់គាត់ហើយខាងចិត្តសាស្ត្រនោះបាននិយាយគាត់ប្រាប់គ្រប់ហេតុការណ៍ទាំងអស់អ្វីឡើយគឺនៅតែគាត់ធ្វើឲ្យគាត់នៅតែថប់បារម្ភនៅតែគាត់ព្រួយនៅតែគាត់លំបាកនៅក្នុងជីវិតគាត់ហើយការលំបាកនោះធ្វើឲ្យគាត់រហូតដល់ចង់សម្លាប់ខ្លួនអ្នកខាងសកាយទីនោះគាត់ថាអញ្ចឹងខ្ញុំមានមនុស្សម្នាក់អ្នកឯងទៅមើលអ្នកនោះទៅអ្នកឯងទៅកន្លែងគេនោះទៅគាត់ចូលចិត្តនិយាយពាក្យខ្លែងល្អមែនតើធ្វើឲ្យអ្នកឯងសោកហើយគេធ្វើឲ្យអ្នកឯងសប្បាយចិត្តហើយណាអ្នកឯងទៅអ្នកនោះក៏គឺជាអ្នកល្បីមែនតើដែលគាត់ដែលឈ្មោះគាត់ដែលគេហៅគេឲ្យឈ្មោះគាត់ next name របស់គាត់ណា next name គឺឈ្មោះក្រៅមិនមែនឈ្មោះដែលគាត់កើតមកកំណើតរបស់គាត់ទេឈ្មោះក្រៅគាត់ផ្សេងទៀតណាឯងទៅអ្នកនោះទៅអ្នកនោះធ្វើឲ្យអ្នកឯងសោកអ្នកឯងសប្បាយអកអាយជាមួយនឹងគេហើយអ្នកដែលអ្នកពិបាកចិត្តនោះគាត់ពិបាកចិត្តមែនតើគាត់ថាហើយគេប្រាប់អ្នកខាងសកាយនោះប្រាប់ឈ្មោះគាត់ឈ្មោះអ្នកនោះតែអ្នកដែលបានប្រាប់នោះអ្នកដែលស្ដាប់នោះគាត់បានប្រាប់ទៅសកាយទីថាគឺខ្ញុំនោះឯងដែលអ្នកធ្វើគេសោកគឺខ្ញុំនេះឯងដែលធ្វើឲ្យគេសប្បាយចិត្តតែខ្លួនខ្ញុំអត់សប្បាយសុខចោះនៅក្នុងជីវិតយើងគឺដូចគ្នាយើងចង់ស្ដាប់អ្នកណាម្នាក់យើងចង់ដឹងអ្នកណាម្នាក់ចង់ស្គាល់អ្នកណាម្នាក់នៅពេលអ្នកណាម្នាក់ដែលប្រាប់ឲ្យយើងពីជីវិតរបស់គេឲ្យតែយើងទៅមើលអ្នកនេះទៅអ្នកនោះទៅគឺចង់ស្រាវជ្រាវយើងចង់ដឹងនៅក្នុងកន្លែងនេះហើយដែលបានបង្ហាញប្រាប់យើងថាការដែលយើងឮយើងចាប់ដើមជឿការដែលយើងជឿយើងអនុវត្តណានៅហើយការដែលផលផ្លែនៅខាងជីវិតយើងខាងសាច់ឈាមនៅការណាអ្នកណាប្រាប់យើងអ្វីមួយយើងជឿយើងស្ដាប់តាមហើយយើងអនុវត្តអ្នកខ្លះក៏អនុវត្តហួសអំពីការដែលអ្នកប្រាប់ហ្នឹងទៅដោយសារដូចឧទាហរណ៍អ្នកណាម្នាក់មានជំងឺអ្វីមួយគេប្រាប់ថាអូនឯងញ៉ាំរបស់នេះទៅញ៉ាំរបស់នោះទៅបានជាខំស្រាវជ្រាវរបស់នោះដើម្បីធ្វើឲ្យខ្លួនបានជាណា
ហើយឬក៏អ្នកណាម្នាក់ថាអូអ្នកឯងនៅស្រុកយើងសពថ្ងៃនៅសពថ្ងៃដោយសារ technology នឹងវាសម្បូរខ្លាំងពេកទៅបើយើងនិយាយអំពីការដែលការផ្សព្វផ្សាយទៅតាមអ៊ីនធឺណិតក្តីទៅតាម YouTube ក្តីទៅតាម Facebook ក្តីណាគេធ្វើទីបន្ទាប់ពីខ្លួនគេក្តីប្រាប់ថាអូខ្ញុំញ៉ាំរបស់នេះមួយធ្វើឲ្យខ្ញុំជាខ្ញុំញ៉ាំរបស់នោះមួយទៅធ្វើឲ្យសុខភាពខ្ញុំល្អដូចតែយើងបានឮអំពីម្នាក់តែឲ្យយើងបានដឹងថារបស់ទាំងអស់ដែលព្រះអង្គបង្កើតមកគឺវាល្អទាំងអស់ហើយគ្រាន់តែយើងទទួលយកទៅតាមផលផ្លែដែលយើងទទួលពេលខ្លះយើងទទួលហួសកំណត់ដែលគេប្រាប់ដូច្នេះហើយគឺជាស្ដីការដែលយើងឮគឺនាំមកឲ្យបញ្ជាក់ឡើងវិញការយើងស្ដាប់ឮហើយយើងជឿហើយយើងអនុវត្តនៅក្នុងជីវិតយើងនេះយើងមាន3សន្តាននេះនៅក្នុងជីវិតយើងណាគឺជាសន្តានរបស់យើងដែលយើងចាប់ដើមស្ដាប់ឮហើយយើងជឿអនុវត្តអ្នកខ្លះឮដែរជឿដែរតែអត់អនុវត្តទេគឺខ្វះការអនុវត្តដល់ហើយជីវិតគេក៏បានត្រឹមតែស្ដាប់ឮហើយជឿតែប៉ុណ្ណោះតែគេខ្វះការអនុវត្តហើយអ្នកដែលខ្វះការអនុវត្តនោះក៏អ្នកខ្លះក៏អត់អីទៅនេះខ្ញុំនិយាយខាងសាច់ឈាមទេអ្នកខ្លះអនុវត្តទៅក៏អត់អីទៅមិនអនុវត្តគាត់ឮឲ្យជឿតែប៉ុណ្ណោះហើយគាត់អត់អនុវត្តព្រោះគាត់អត់ដឹងថាគាត់មិនយកចិត្តទុកដាក់គាត់ជឿណាដូច្នេះហើយនៅក្នុងកន្លែងនេះបានបង្ហាញប្រាប់អំពីជីវិតយើងដែលយើងបានឃើញនៅកន្លែងនេះដែលលោកយូហានគាត់បានប្រាប់ទៅដល់សិស្សគាត់2នាក់ប្រាប់ថានោះនៅកូនជាមនៃព្រះណានោះនៅកូនជាមនៃព្រះដែលយើងឃើញនៅក្នុងដែលយើងមើលនៅពីមុនមកនៅក្នុងដែលយើងរៀនជាមួយគ្នាពីមុនមកនៅដែលបានប្រាប់ថានោះនៅកូនជាមនៃព្រះដែលដោះបាបលោកបានយើងឃើញនៅក្នុងពីយូហានដោយយូហានដដែលយើងរៀនជាមួយគ្នារួចមកហើយនៅក្នុងយូហានចំពោះ1ខ29ខ្ញុំនឹងអានជូនលុះស្អែកឡើងយូហានឃើញព្រះយេស៊ូវដែលទ្រង់កំពុងតែយាងមកឯគាត់នោះក៏ពោលថានោះនៅកូនជាមនៃព្រះដែលដោះបាបមនុស្សលោកនៅកន្លែងនេះគឺពាក្យដដែលនៅក្នុងខ35គឺនៅកន្លែងពាក្យដដែលនោះឯងតែគាត់បញ្ជាក់ថែមទៀតឲ្យយើងបានដឹងថានោះនៅកូនជាមនៃព្រះនៅពេលដែលសិស្សអង្គទាំងពីរសិស្សរបស់លោកយូហានដែលដើរតាមយូហានដំបូងគឺមានអង់ដ្រេម្នាក់ទៀតខ្ញុំជឿថាលោកយូហានដែលសរសេរបទគម្ពីរយូហាននេះតែគាត់អត់បានសរសេរឈ្មោះគាត់ទេគ្រាន់តែគាត់ថាមានម្នាក់ក្នុង2នាក់នោះមានម្នាក់ឈ្មោះអង់ដ្រេក៏អត់នៅក្នុងកាពីអត់បានប្រាប់ថាម្នាក់ទៀតឈ្មោះអ្នកណាទេតែខ្ញុំគិតនៅក្នុងគំនិតខ្ញុំគិតថានេះគឺជាលោកយូហានមិនមែនលោកយូហានបាទីសទេគឺលោកយូហានដែលសរសេរដំណឹងល្អយូហាននេះដូច្នេះបានប្រាប់ថាមនុស្ស2នាក់នោះសិស្សលោកយូហានបាទីស2នាក់នៅពេលដែលគាត់ឮភ្លាមនៅពេលដែលគាត់ឮលោកយូហានបាទីសប្រាប់ថានោះនៅកូនជាមនៃព្រះដែលដោះបាបនោះលោកមនុស្សយើងនៅក្នុងជីវិតយើងរស់នៅយើងដឹងថាយើងត្រូវការអត់ទុកបាបយើងត្រូវការព្រោះយើងពីព្រោះអ្នកទាំងពីរនេះបានស្គាល់ថាខ្លួនឯងជាមនុស្សមានបាបអង់ដ្រេគាត់ស្គាល់គាត់ដឹងគាត់សិស្សលោកយូហានបាទីស2នាក់នេះគាត់ស្គាល់គាត់ដឹងគាត់ខ្លួនគាត់ជាមនុស្សមានបាបដល់ហើយដើម្បីគាត់បានរួចពីបាបគឺគាត់ត្រូវការអ្នកដទៃទៀតដែលជួយគាត់យើងមើលនៅលើផែនដីនេះមនុស្សយ៉ាងច្រើនណាស់ដែលខិតខំធ្វើការយ៉ាងច្រើនដើម្បីឲ្យបានដឹងថាបានរួចពីបាបគេខំធ្វើបុណ្យគេធ្វើការនេះមួយការនោះមួយដើម្បីឲ្យបានរួចពីបាបឬក៏ឲ្យបានពរដូចយើងបានឃើញនៅក្នុងអាទិត្យនេះជាអាទិត្យមួយដែលនៅក្នុងជនជាតិ Southeast Asia របស់យើងនៅជនជាតិបើយើងនិយាយដែលអ្នកដែលតាក់ទងនៅក្នុងភាសាចិនណាដែលគេធ្វើពិធីមួយហៅថាចូលឆ្នាំចិនគឺនៅជំនឿរបស់អ្នកចូលឆ្នាំចិនគឺគេយាងគេខ្ញុំសួរខ្ញុំស្រាវជ្រាវខ្ញុំរៀនទៅខ្ញុំឃើញថា
នៅក្នុងបនចូលឆ្នាំចិនគេនៅថ្ងៃ3ថ្ងៃមុនចូលឆ្នាំគេសម្អាតផ្ទះរបស់គេបោះរបស់ចេញក្រៅបោះសម្រាមចេញក្រៅគេសម្អាតគេ clean ផ្ទះរបស់គេឲ្យស្អាតដើម្បីនឹងយាងទេវតាថ្មីចូលមកក្នុងផ្ទះរបស់គេហើយអ្នកណាដែលទៅធ្វើការនៅថ្ងៃបួនចូលឆ្នាំនោះអ្នកនោះនឹងត្រូវបណ្ដាសាពីព្រោះបើសិនជាយើងធ្វើការនៅថ្ងៃចូលឆ្នាំនោះគឺមានន័យថាយើងនឹងអត់ទទួលពរទេពីព្រោះយើងអត់ខ្វល់ពីទៅចាំទទួលទេវតាថ្មីដូច្នេះនៅមុន3ថ្ងៃដែលគេចូលឆ្នាំនោះគេនាំគ្នាសម្អាតផ្ទះគឺគេបោះរបស់ចេញក្រៅគេបោះសម្រាមបោះអីទាំងអស់នឹងគ្លីនសម្អាតយកបោះចោលរបស់ចាស់នោះគេយកបោះចោលហើយដល់ពេលថ្ងៃបុណ្យគឺគេនាំជប់លៀងគេសែនព្រេនជប់លៀងទទួលទេវតាថ្មីដល់ផុតថ្ងៃហើយគេប្រមូលរបស់ថ្មីចូលផ្ទះវិញណាគឺគេអត់បោះសម្រាមចូលចេញក្រៅផ្ទះនេះគេបោះសម្រាមចូលផ្ទះវិញអានេះជាទំនៀមទម្លាប់នៃជំនឿដែលមនុស្សបានប្រាប់គ្នាទៅមកគឺគេស្ដាប់តាមហើយគេជឿហើយគេអនុវត្តពីព្រោះគេជឿអញ្ចឹងខាងសាសនាហើយគេជឿថាការដែលគេធ្វើនោះគេនឹងបានពរហើយការដែលគេធ្វើសែនព្រេនបុណ្យដល់ទេវតានោះគេនឹងបានជោគជ័យនៅក្នុងជីវិតគេខាងសាច់ឈាមនៅកន្លែងនេះតែនៅកន្លែងនេះគឺជីវិតនៅក្នុងកន្លែងនេះដែលលោកយូហានបានយ៉ាងមកទីបានប្រាប់ដល់សិស្សគាត់អំពីជីវិតខាងឯវិញ្ញាណវិញគឺលោកយូហានបាទីបានប្រាប់ថានោះនៅកូនជាមនៃព្រះដែលដោះបានមនុស្សលោកដូច្នេះគឺគាត់បានទទួលសិស្សពីរអ្នកអង្គនេះគាត់បានទទួលស្គាល់ថាព្រះយេស៊ូវជាព្រះដែលត្រូវមកជាកូនជាមដែលត្រូវមកឲ្យលុបបាបដោះបាបគាត់ឲ្យគាត់បានរួចឲ្យគាត់បានដឹងថាគាត់ជាមនុស្សមានបាបហើយគាត់ទទួលស្គាល់នៅអំពើបាបនោះខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងជីវិតខ្ញុំដែលគាត់បានរស់នៅក្នុងជីវិតគាត់បងប្អូនគាត់ជាអ្នកដែលកាន់សាសនាបងប្អូនគាត់ជាអ្នកដែលគោរពសាសនាខ្លាំងមែនតើមិនមែនជាអ្នកដែលគោរពសាសនាធម្មតាទេណាគឺគាត់ហើយគាត់បាននិយាយនឹងគ្នាគាត់ណាគាត់បានអង្គុយនិយាយគ្នាគាត់ថាលបងណាគាត់ជាគ្រូសាស្ត្រធំមួយយ៉ាងធំនៅក្នុងវត្តហើយបងប្អូនគាត់នឹងទៅលេងហើយគាត់ហៅគ្នាគាត់លបងមើលខ្ញុំខំធ្វើបុណ្យខ្ញុំខំសែនព្រេនខ្ញុំខំដាក់ទានអីទាំងអស់នឹងតើបានអីខ្លះមកដល់ខ្ញុំតើឲ្យខ្ញុំរួចពីបាបទេតើខ្ញុំបានឡើងឋានសួគ៌ទេគាត់បាននិយាយថាឡើងពីបាបរួចពីបាបទេគាត់ថាតើឲ្យខ្ញុំបានឡើងឋានសួគ៌ទេអ្នកដែលបួសធ្វើជាលោកគ្រូសង្គ្រាមធំនោះគាត់បាននិយាយថាលោកប្អូនការអ្វីដែលលោកប្អូនឯងនឹងធ្វើទាំងអស់នេះគឺបានត្រឹមតែព្រះអាត្មានេះឯងវាគ្មានទៅដល់ណាទេពីព្រោះគាត់នៅគ្នាគាត់ដែលគាត់ស្គាល់គាត់ច្បាស់ខ្លួនគ្នាគាត់ដូច្នេះប្អូននោះគាត់មកតបផ្ទះវិញគាត់ខកខ្វាយមែនទែនពីព្រោះគាត់ខំធ្វើបុណ្យខំធ្វើទានខំធ្វើសុខណាំងសែនព្រេនគ្រប់អាយ៉ាងហើយគាត់គិតថាវាអត់បានប្រយោជន៍អីបានត្រឹមតែប្រពះបងឯងដែលជាអ្នកបួសដូច្នេះថ្ងៃមួយគាត់ខំគិតគូរក្នុងជីវិតគាត់រហូតដល់ថ្ងៃមួយព្រះអង្គបានធ្វើការក្នុងជីវិតគាត់អង្គបានចាត់អ្នកម្នាក់មកប្រាប់ដល់គាត់ឲ្យគាត់បានដឹងថាជឿព្រះស៊ូទៅព្រះរស់ព្រះជួយសង្គ្រោះឲ្យរស់ពីបាបពាក្យដែលធ្វើគាត់បានលឺថារស់ពីបាបនោះធ្វើឲ្យគាត់បានធូរចិត្តមែនទែនសប្បាយមែនទែនណាការនេះឲ្យដែលយើងបានឃើញថាជឿព្រះស៊ូទៅព្រះសង្គ្រោះព្រះរស់ហើយអង្គសង្គ្រោះឲ្យយើងរស់ពីបាបជីវិតយើងម្នាក់យើងត្រូវការតែ3នេះឯងគឺយើងត្រូវការព្រះរស់ព្រះដែលជួយសង្គ្រោះឲ្យយើងរួចពីបាបនៅពេលនេះឯងដែលលោកយូហានម៉ាទីគាត់បានប្រាប់ដល់សិស្សគាត់នោះនៅកូនជាមនៃព្រះដែលដោះបាបមនុស្សលោកដូច្នេះហើយដែលដោះបាបមនុស្សលោកនៅឯដែលសិស្សព្រះអង្គទាំងពីរនាក់បានចេញទៅសិស្សលោកយូហានម៉ាទីទាំងពីរនាក់បានចេញទៅដើរតាមព្រះអង្គនៅពេលដែលគាត់ដើរតាមព្រះអង្គគាត់ព្រះអង្គងាកមកឃើញអ្នកទាំងពីរនោះបានដើរតាមព្រះអង្គព្រះអង្គសួរថាឯងមករកអីណាណៃមករកអីដើរតាមខ្ញុំដើម្បីអីហើយអ្នកទាំងពីរនោះយល់ស្គាល់ថាព្រះអង្គជាអ្នកណាបានជាគាត់បានឆ្លើយថាលោកគ្រូណារ៉ាប៊ីគឺប្រែថាលោកគ្រូ
ta lúc tới na ở trong tư phòngព្រះស៊ូទ្រង់មានបន្ទូលថាចូលមកតាមខ្ញុំចុះលោកអ្នកនឹងឃើញតាខ្ញុំទៅទីណាដូចគ្នាយើងឃើញនៅក្នុងបទគម្ពីរដែលបានបង្ហាញប្រាប់យើងដែលព្រះអង្គបានឲ្យដឹងថាព្រះអង្គប្រាប់នៅក្នុងគម្ពីរនៅគម្ពីរលូកាដែលព្រះអង្គឆ្លើយប្រាប់ទៅដល់ពួកសិស្សព្រះអង្គឲ្យប្រាប់ដល់អ្នកដទៃផ្សេងទៀតក៏ដូចគ្នាដែរព្រះនៅក្នុងគម្ពីរលូកាចំពុក9ខ58ព្រះស៊ូមានបន្ទូលតបស្នើកញ្ជ្រោងមានរូងវាហើយសត្វហើរលើអាកាសមានសមុទ្រវាតែកូនមនុស្សគ្មានកន្លែងណានឹងកើក្បាលទេដូច្នេះនេះជាជីវិតយើងរស់នៅឲ្យយើងបានដឹងថាព្រះអង្គប្រាប់យើងថាព្រះអង្គដែលព្រះអង្គទៅដែលព្រះអង្គធ្វើការសប្តាហ៍គឺយើងត្រូវព្រះអង្គត្រូវការរងទុលំបាកអត់មានកន្លែងនៅសួរទេអត់មានខ្នើយកោយទេហើយព្រះអង្គចង់ដឹងថាតើយើងដើរតាមព្រះអង្គអត់នៅកន្លែងនេះឯងដែលកូនសិស្សព្រះអង្គកូនសិស្សលោកយ៉ូហានម៉ាទីបានសុខចិត្តដើរតាមព្រះអង្គមួយពុះជ្រាបអំពីការដែលគាត់អត់ត្រូវការអ្វីទេគឺគាត់ត្រូវការជីវិតគឺការសេចក្តីសង្គ្រោះត្រូវការរួចពីបាបនៅក្នុងជីវិតយើងម្នាក់ៗយើងត្រូវការរួចពីបាបដើម្បីឲ្យយើងបានរស់នៅយើងដឹងថាយើងទទួលស្គាល់ថាព្រះអង្គជាព្រះដែលប្រោសយើងឲ្យយើងបានរួចពីបាបដូច្នេះហើយបានជាលោកយូហានម៉ាទីបានប្រាប់ដល់សិស្សគាត់ថានោះនៅកូនជាមនៃព្រះដែលដោះបាបនោះលោកណាដូចជាក្នុងគម្ពីរដែលយើងបានរៀនជាមួយគ្នានៅក្នុងគម្ពីររ៉ូមជំពូក3ខ10 30សំទុះនៅក្នុងគម្ពីររ៉ូមដែលបានបង្ហាញប្រាប់យើងអំពីថាគ្រប់គ្នាមានបាបហើយខ្វះមិនដល់ស្រីល្អនៅចំពោះព្រះដូច្នេះយើងខ្វះមិនដល់ស្រីល្អចំពោះព្រះដែលធ្វើឲ្យយើងចាំខ្ញុំបានតិចចោះមកថាខ្ញុំអានខុសនៅ323បាទ323អរគុណខ្ញុំគិតថា623បាទនៅក្នុងគម្ពីររ៉ូមជំពូក3ខ23ពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់ស្រីល្អនៃព្រះតែដោយពឹងដល់ព្រះគុណទ្រង់នោះបានរាប់ជាសុចរិតទៅទេដោយសារសេចក្តីប្រោសនោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវបាទនេះហើយដែលបានបង្ហាញប្រាប់យើងឲ្យយើងបានដឹងថាគឺយើងម្នាក់ជាមនុស្សមានបាបហើយនៅក្នុងកន្លែងនេះលោកយូហានហើយនិងអនដ្រេគាត់ស្គាល់ថាគាត់ជាមនុស្សមានបាបហើយគាត់ត្រូវការព្រះអង្គពីព្រោះគាត់ឮលោកយូហានម៉ាទីនបានប្រាប់ថានោះនៅកូនជានៃព្រះដែលដោះបាបក្នុងលោកដូច្នេះហើយបានជាយើងរស់នៅគឺយើងត្រូវការព្រះយេស៊ូវគ្រីស្ទយើងរស់នៅយើងត្រូវការប្រាប់ដល់គេឲ្យគេបានស្គាល់ឲ្យគេបានយល់ឲ្យគេបានដឹងអំពីព្រះដូច្នេះមនុស្សយើងនៅលើផែនដីនេះដេញតាមការសាច់ឈាមជាខាងឯលោកវិញ្ញាណយើងមើលនៅក្នុងចំនួនដើមក៏ដូចគ្នានៅក្នុងសម័យនេះដែរនៅពេលណាដែលយើងប្រាប់អ្នកណាម្នាក់យើងហៅអ្នកណាម្នាក់ឲ្យមកព្រះវិហារឬក៏ជឿព្រះស៊ូទៅអ្នកជឿព្រះស៊ូទៅអ្នកបានព្រះរស់ព្រះជួយសង្គ្រោះឲ្យរួចពីបាបមនុស្សច្រើនណាស់គេសួរថាតើជឿព្រះស៊ូនឹងបានអីមិនមែនថ្ងៃនេះទេដែលមនុស្សសួរដល់យើងគឺតាំងពីចំនួនព្រះយេស៊ូវម្លេះគឺចំនួនដើមមកមុនព្រះយេស៊ូវម្លេះហេតុអីបានជាមនុស្សដេញតាមដើរតាមព្រះយេស៊ូវគឺគេចង់បានអីនៅចំនួននោះបើយើងហៅអ្នកណាម្នាក់មកព្រះវិហារមកថ្វាយបង្គំព្រះអង្គយើងគេសួរថាតើទៅព្រះវិហារហ្នឹងបានប្រយោជន៍អីដល់ខ្ញុំទទួលអីវិហារឲ្យអីជួយអីខ្ញុំអ្នកខ្លះអត់ចេះផ្សាយនឹងល្អដល់គេទៅគេប្រាប់ថាអូណែទៅព្រះវិហារទៅគេឲ្យនេះមួយឲ្យនោះមួយឲ្យរបស់នេះមួយជួយណែឯងគ្រប់បែបយ៉ាងទាំងអស់ហើយយើងមើលនៅក្នុងចំនួនដើមនៅក្នុងឆ្នាំ79 80ណាម្នាក់ចេញផ្សាយនឹងល្អប្រាប់អីប្រាប់ថាអូណែឯងទៅព្រះវិហារទៅ
គេជួយបងថ្លៃផ្ទះឲ្យគេទិញក្លែទិញពូទិញរបស់ដាក់ផ្ទះឲ្យអ្នកឯងណែទៅព្រះវិហារទៅដូច្នេះមនុស្សច្រើនណាស់នៅជំនាន់នោះគេនាំគ្នាមកព្រះវិហារដើម្បីមករកផលប្រយោជន៍ផ្ទាល់ខ្លួនគេអត់បានអ្នកដែលផ្សាយនឹងល្អនោះគឺខ្វះអំពីការផ្សាយនឹងល្អដល់គេអំពីសេចក្តីសង្គ្រោះដ៏ពិតខ្វះអំពីឲ្យប្រាប់គេថាជឿព្រះសុត្រូវព្រះរស់ព្រះជួយសង្គ្រោះឲ្យរស់ពិបាកខ្វះពាក្យហ្នឹងខ្វះពាក្យរស់ពិបាកដល់ហើយប្រាប់ថាជួយនេះជួយនោះរហូតដល់សប្តាហ៍ថ្ងៃនេះក៏ដូចគ្នាដែរបើយើងទៅផ្សាយនឹងល្អដល់អ្នកណាម្នាក់បើយើងខ្វះការរៀនសូត្រអានទៅតាមទូព្រះអង្គគឺយើងតែងតែប្រាប់គេដដែលដូចគ្នានៅចំនួនឆ្នាំ79 80ជឿព្រះសុទៅឈើជួយឈើជួយនឹងឯងជាមួយហើយមនុស្សនឹងមានកំណត់ជួយនឹងឯងគេខ្វះអំពីការដែលយល់ដឹងថាគេជាមនុស្សមានបាបហើយខ្វះមិនដល់សេចល្អនៃព្រះក៏ដូចគ្នានៅចំនួនព្រះសុក៏ដូចគ្នាដែរមនុស្សដេញតាមដើរតាមព្រះសុគេចង់បានអីដែលព្រះអង្គបន្ទោសដល់គេនៅក្នុងយូហាននៅចំពោះ6ខ26ព្រះស៊ូមានបន្ទូលឆ្លើយទៅគេថាប្រកាសមែនខ្ញុំប្រាប់អ្នកដល់គ្នាជាប្រកាសថាអ្នករកគ្នាមករកខ្ញុំមិនមែនដោយសារព្រោះឃើញទីសម្គាល់នោះគេគឺដោយសារព្រោះតែបានបរិភោគនំប៉័ងឆ្អែតប៉ុណ្ណោះដូច្នេះមនុស្សច្រើនណាស់ដែលនៅលើផែនដីនេះគេខ្វះដោយសារអីដោយសារដីគំនិតគេមកព្រះវិហារគេរកព្រះដោយសារគេចង់បានឆ្អែតមនុស្សច្រើនណាស់ដែលបង្រៀនខុសអំពីថាអូនឯងជឿព្រះស៊ូទៅបងជួយជាមួយនៅលើផែនដីនេះតែយើងដឹងថាការដែលយើងជឿព្រះយើងបានផល2មិនមែន1ទេយើងបានផល2ទី1គឺយើងបានសេចក្តីសុខសាន្តនៅផែនដីនេះខាងឯក្នុងចិត្តយើងទទួលព្រះពរព្រះអង្គខាងឯសាច់ឈាមក៏ដូចគ្នាយើងទទួលព្រះពរព្រះអង្គមួយទៀតដែលពិសេសលើសទៅទៀតគឺសេចក្តីសង្គ្រោះដែលនៅអស់កលជីវិតដែលព្រះអង្គជាព្រះយេស៊ូវគ្រីស្ទជាព្រះរស់ព្រះជួយសង្គ្រោះឲ្យរស់ពិបាកនេះហើយដែលជាសារៈសំខាន់នៅក្នុងជីវិតយើងដែលយើងបានដឹងថានៅពេលណាដែលយើងផ្សាយនឹងល្អអ្នកណាម្នាក់យើងប្រាប់ដល់អ្នកណាម្នាក់អំពីព្រះយេស៊ូវគ្រីស្ទគឺយើងប្រាប់ថាអ្នកជឿព្រះយេស៊ូវទៅព្រះរស់ព្រះជួយសង្គ្រោះឲ្យអ្នករស់ពិបាកនេះហើយគឺជាសារៈសំខាន់ដែលយើងអស់គ្នាយើងមកព្រះវិហារថ្វាយបង្គំព្រះអង្គព្រោះយើងដឹងថាយើងជាមនុស្សមានបាបយើងផ្សាយនឹងល្អដល់អ្នកណាគេថាចាំខ្ញុំធ្វើល្អសិនចាំខ្ញុំធ្វើឈប់ធ្វើអាក្រក់សិនចាំខ្ញុំរស់ពិបាកសិនចាំខ្ញុំមកព្រះវិហារនោះខុសហើយព្រះអង្គត្រូវការដែលអ្នកមានបាបអ្នកដែលមកព្រះវិហារគឺជាអ្នកដែលមានបាបមិនមែនជាអ្នកដែលសុចរិតទេពីព្រោះដោយសារយើងមិនសុចរិតនោះឯងយើងត្រូវការព្រះអង្គធ្វើឲ្យយើងបានសុចរិតដោយសារអីដែលប្រាប់ព្រះលោហិតព្រះអង្គដូច្នេះហើយនៅពេលដែលយើងផ្សាយនឹងល្អដល់អ្នកណាម្នាក់គឺយើងត្រូវប្រាប់គេថាព្រះរស់ព្រះជួយសង្គ្រោះឲ្យរួចពីបាបនេះហើយជាលក្ខណៈសំខាន់នៅក្នុងជីវិតយើងដែលយើងរស់នៅក្នុងព្រះយេស៊ូវគ្រីស្ទដូចគ្នាលោកអនដ្រេដែលគាត់បានទៅប្រាប់ត្រង់បងគាត់នៅពេលដែលគាត់បានដឹងភ្លាមគាត់បានទៅប្រាប់ដល់បងរបស់គាត់ដែលជាពេត្រុសស៊ីម៉ូនពេត្រុសហើយយើងស្គាល់ហើយតើលោកស៊ីម៉ូនពេត្រុសនេះជាអ្នកណាគឺគាត់ជាមនុស្សដែលយើងថាគឺមាត់លះណាគាត់ជាមាត់លះជាងគេអ្វីគឺគាត់លះជាងគេមុនអស់ព្រះអង្គសួរអីគាត់ឆ្លើយលឿនណាគឺគាត់លះរហូតមុនគេស៊ីម៉ូនពេត្រុសគាត់បានប្រាប់លោកអនដ្រេជាប្អូនបានទៅប្រាប់ដល់ដល់បងរបស់គាត់ដែលបងគាត់កំពុងតែនេសាទជាមួយនឹងឪពុកគាត់ណាបងខ្ញុំរកឃើញព្រះយេស៊ូវហើយខ្ញុំរកឃើញព្រះមេស៊ីហើយគឺជាព្រះគ្រីស្ទព្រះមេស៊ីគឺមានន័យថាព្រះគ្រីស្ទខ្ញុំរកឃើញសេចក្តីសង្គ្រោះហើយដូច្នេះសូមបានបងទៅជាមួយនឹងខ្ញុំនេះហើយគឺជាការដែលយើងផ្សាយនឹងល្អគឺជាការដែលយើងចាប់ដើមឡើងពីបងប្អូនយើងកូនចៅយើងទៅឲ្យយើងបានដឹងថាយើងរកឃើញព្រះដែលសង្គ្រោះជីវិតយើងរកឃើញព្រះដែលជួយយើងឲ្យរួចពីបាបហើយព្រះអង្គបានឲ្យយើងបើកស្ដាយសម្ដែងឲ្យយើងបានរកខ្លួនឯងឲ្យយើងបានដឹងថាយើងបានទទួលព្រះដែលព្រះអង្គជួយយើងឲ្យរួចពីបាបនេះហើយជាលក្ខណៈសំខាន់នៅក្នុងជីវិតយើងឲ្យយើងដឹងថាយើងរស់នៅគឺយើងបានទទួលសេចក្តីសង្គ្រោះដោយសារអីដោយសារព្រះអង្គដែលជាកូនជាមនៃព្រះដែលលុបបាបយើង
ជាកូនជាងដែលដោះបានយើងឲ្យយើងបានរួចពីបាបនៅក្នុងជីវិតយើងមូលហេតុដែលយើងជឿព្រះដែលយើងទទួលព្រះអង្គជាព្រះអង្គសង្ឃគុណនៅក្នុងជីវិតយើងគឺយើងដឹងថាយើងបានរួចពីបាបគ្មានអ្នកណាទៀតអាចនឹងលុះយើងឲ្យយើងរួចពីបាបឡើយដូច្នេះនៅថ្ងៃនេះឲ្យយើងបានដឹងថាការដែលយើងស្ដាប់តាមយើងជឿហើយយើងអនុវត្តការអនុវត្តនេះគឺមានតែយើងអ្នកណាម្នាក់ប្រាប់ដល់យើងពីអ្វីមួយយើងស្ដាប់ឮហើយយើងជឿហើយយើងធ្វើតាមយើងអនុវត្តពីការនោះហើយដែលហៅថាជឿជំនឿនៅលើការប្រព្រឹត្តគឺយើងជឿហើយយើងប្រព្រឹត្តណាដូច្នេះហើយបានយើងបើស្អីជំនឿខ្វះការប្រព្រឹត្តនោះអត់ប្រយោជន៍ទេហើយយើងប្រព្រឹត្តខ្វះការជឿនោះអត់ប្រយោជន៍ដែរទាំងពីរនោះគឺមកជាមួយគ្នាបើសិនជានរណាម្នាក់ប្រាប់ខ្ញុំថាឯងផឹកទឹកនេះទៅបាត់ស្រែកហើយបើខ្ញុំជឿថាប៉ុន្តែបាត់ស្រែកមែនតែខ្ញុំអត់ផឹកវាអត់ប្រយោជន៍ទាំងអស់ខ្ញុំនៅតែស្រែកដដែលដូច្នេះគឺការយើងអនុវត្តខ្លួនឯងជាការដែលបង្ហាញអំពីនៃជំនឿរបស់យើងប្រាប់យើងថាយើងជឿហើយយើងអនុវត្តតាមហើយការនេះហើយដែលបានបង្ហាញប្រាប់ថាពុទ្ធសាសនារបស់យូហានបាទីគាត់បានជឿហើយគាត់ប្រព្រឹត្តតាមគឺគាត់ដើរតាមព្រះសុត្រព្រះយេស៊ូវគ្រីស្ទទៅអរគុណព្រះអង្គនៅក្នុងជីវិតយើងគឺយើងត្រូវការជាមួយគ្នាគឺយើងមិនមែនគ្រាន់តែអានគម្ពីរហើយយើងជឿតែប៉ុណ្ណោះយើងអានព្រះបន្ទូលព្រះអង្គយើងរៀនព្រះបន្ទូលព្រះអង្គហើយយើងប្រព្រឹត្តតាមនោះគឺយើងទុកចិត្តព្រះអង្គយើងសូមព្រះអង្គដល់ទុកតាមអស់យើងរស់នៅយើងសូមព្រះអង្គឲ្យព្រះអង្គអត់ទោសបាបឲ្យយើងរស់នៅយើងតែងតែទទួលនឹងទុកបាបរាល់ថ្ងៃរាល់វិនាទីបានអ្នកណាប្រាប់ខ្លួនអានខ្លួនឯងថាខ្លួនគ្មានបាបសោះដូចជាអ្នកដែលកុហកទៅទេដូច្នេះយើងមិនមែនជាមនុស្សកុហកទេយើងទទួលស្គាល់ថាយើងជាមនុស្សមានបាបហើយយើងត្រូវការព្រះអង្គដែលព្រះអង្គលុបបាបហើយយើងឲ្យយើងមកពីបាបហើយយើងអាចរស់នៅឯនគរឋានសួគ៌ជាមួយព្រះអង្គដូច្នេះនៅពេលណាដែលបងប្អូនទៅផ្សាយនឹងល្អប្រាប់អ្នកណាម្នាក់ប្រាប់គេថាជឿព្រះស៊ូទៅព្រះរស់ព្រះជួយសង្គ្រោះអ្នកឲ្យរស់ពីបាបអរគុណព្រះអង្គសូមអរគុណថាជាមួយគ្នាអរប្រវយដាននៅក្នុងសុរពុទ្ធបងហើយគុំសូមអរគុណព្រះអង្គដែលបងទានពរយើងខ្ញុំបានរស់នៅហើយយើងរស់នៅបានរួចពីបាបដោយសារព្រះគុណព្រះអង្គយើងរស់នៅរួចពីបាបដោយសារព្រះអង្គជាអ្នកដែលប្រោសយើងឲ្យព្រះអង្គបានសុគតជាប់វិជ្ជាហើយព្រះអង្គបានរស់ឡើងវិញហើយដោយសារព្រះអង្គរស់នៅឯដែលព្រះអង្គអាចនឹងមានសិទ្ធិអត់ទោសបាបឲ្យយើងហើយព្រះអង្គជាព្រះដ៏រស់ហើយព្រះអង្គឲ្យយើងបានរួចពីបាបដោយសារព្រះគុណព្រះអង្គទូគុំសូមអរគុណព្រះអង្គដែលបានទានពរយើងបែកគ្នាទៅសូមអរគុណជាមួយយើងខ្ញុំអរគ្នារស់នៅដោយសេចក្តីសុខសាន្តដែលប្រកបគុណព្រះអង្គក្នុងការប្រកបការងារជីវកម្មហើយនឹងការរស់នៅវិញផ្សេងទៀតនោះសូមអង្គទានពរទៅតាមរហ័សទេផងសម្រាប់ជីវិតយើងខ្ញុំផងដែរយើងខ្ញុំសូមអរគុណព្រះអង្គក្នុងព្រះនាមអង្គចាស់ព្រះគ្រីស្ទអាមែនសរសើរព្រះអង្គដ៏ប្រទានពរអពួរឋានសួគ៌សរសើរនោះពួរអអ្នកផងនៅក្រុមទាំងនគរចូលលើកសរសើរព្រះអង្គម្ចាស់សួគ៌អាមែនអរគុណព្រះអង្គអរគុណបងប្អូនអរគ្នា